បងប្អូនទាំងអស់គ្នាខ្ញុំបាទសូមបង្ហាញពីកាហ្វេមួយបាទនៅទីក្នុងខេត្តព្រៃវែងតែម្ដងដូចបងប្អូនឃើញអញ្ចឹងគឺខាងឆ្វេងដៃគឺវិទ្យាល័យព្រះអង្គឌួងខាងស្ដាំដៃគឺហាងកាហ្វេរបស់យើងឈ្មោះថាវិជាកាហ្វេឬក៏ចំការចុងភូមិទេពេលបងប្អូនមកដល់ខាងមុខវិទ្យាល័យអញ្ចឹងបងប្អូនឃើញហាងការគឺថាហាងការសំណាងបញ្ញាបាទអញ្ចឹងបងប្អូនជិះតាមម៉ូតូតាមផ្លូវដែលយើងប្រាប់អស់គឺផ្លូវទូស្រួលមានផ្លូវបេតុងចាក់ស្រាប់បាទក្នុងនោះឆ្វេងដៃនិងស្ដាំដៃសុទ្ធតែជាសួនផ្កាបាទខាងផ្ការបស់យើងមានផ្កាគ្រប់ប្រភេទទាំងរុក្ខជាតិគ្រប់ប្រភេទដូចគ្នាបងប្អូនឃើញហើយគឺការជិះម៉ូតូគឺយើងជិះស្រួលរហូតតាមផ្លូវបេតុងហ្នឹងបាទហើយផ្កាគឺយើងអាចមើលឃើញតាមដងផ្លូវដូចគ្នាហើយខាងឆ្វេងដៃនេះក៏មានផ្លូវមួយចូលដែរគឺផ្លូវធំប៉ុន្តែយើងមិនទាន់បានបើកជាផ្លូវការបាទដូចជាផ្លូវកណ្ដាលនេះគឺផ្លូវបេតុងបាទមានគុំនៅជ្រុងកើតជិះហើយបងប្អូនអាចចូលថតបានចូលថតកំសាន្តបាននៅតាមផ្លូវតាមរយៈផ្កាកណ្ដាលក៏ដូចជាផ្ការុក្ខជាតិប្លែកគឺចំពោះដំណាំគឺយើងមានប្រហាក់ប្រហែល2ទៅ300មុខបាទហ្នឹងដោយសារទិន្នន័យដែលយើងចាំតាមចិត្តដៃថាយើងអាចច្រើនជាងនេះក៏ដូចជាខាងស្ដាំដៃនេះថាគឺគុំផ្កាត្រចៀកដំរីបាទគឺរុក្ខជាតិត្រចៀកដំរីដោយឡែកនៅកន្លែងនេះយើងមិនទាន់បានកែច្នៃទៅជារមណីយដ្ឋាននៅឡើយគឺគ្រាន់តែជារោងមួយកំសាន្តសម្រាប់បងប្អូនណាមកអង្គុយលេងអង្គុយមិនដឹងលេងក៏ដូចជាមកញ៉ាំកាហ្វេជជែកគ្នាលេងមួយក្រុមការងារក៏ដូចជាអាចយកអ្វីទិញអ្វីមកហូបបានបាទរោងនេះគឺរោងស្ងប់ស្ងាត់មែនទែនហើយបច្ចៈគឺមានអ៊ីនធឺណិត Wi-Fi free បាទហើយរោងមួយនេះយើងអាចអង្គុយគ្នារហូតដល់30 40 50នាក់ក៏មិនទាន់ឆ្អៀតដែរបាទនេះគឺយើងទុកឲ្យហើយយើងធ្វើស្ពានទូចមួយសម្រាប់បងប្អូនដើរឆ្លងទៅលេងខាងនោះបាទខាងស្ដាំដៃបើជាខែភាសាវាជាស្រះទឹកមួយដ៏ធំមែនទែនបាទស្រះនេះហើយស្ពានឈើនេះគឺយើងធ្វើសម្រាប់កំសាន្តតែគណៈគ្រួសារក៏ដូចជាភ្ញៀវពិសេសដែលអាចយកភេសជ្ជៈពីខាងមុខមកញ៉ាំក៏បានហើយខាងរោងខាងក្រោមនេះគឺយើងអាចអង្គុយពេនភ្នែនកន្សិបជប៉ុនបាទហើយចដាឡើងមកលើនេះគឺយើងអាចអង្គុយពេនភ្នែនក៏បានមើលថ្ងៃលិចក៏បានអង្គុយកំសាន្តក៏បានជាពិសេសខ្យល់ត្រជាក់ហើយជុំវិញខ្លួនយើង360ដឺក្រេគឺជាដើមឈើធំត្រជាក់បាទនៅព្រៃវែងដែលពិបាកហៅកន្លែងអង្គុយចេះដែរបាទធំទូលាយត្រជាក់ស្រួលមែនទែនបាទមករៀនក៏បានមកកំសាន្តក៏បានមកជជែកគ្នាបានពេលល្ងាចឡើងក៏ត្រជាក់ថ្ងៃឡើងក៏មិនក្តៅបាទអញ្ចឹងសូមបងប្អូនដែលរស់នៅខេត្តព្រៃវែងជាពិសេសបងប្អូនដែលរស់នៅខេត្តព្រៃវែងអាចចូលកំសាន្តដោយសេរីចាប់ពីថ្ងៃនេះតទៅបាទ